សួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះយើងមកសិក្សាសំឡេងរបស់ WH បាទថាតើ WH មានសំឡេងដូចម្តេចខ្លះតោះអញ្ចឹងយើងទៅតាមដានទាំងអស់គ្នាចុះទាំងអស់គ្នាក៏លេខមកមើលចំណងជើងមេរៀនរបស់យើងបាទ WH គឺមាន2សំឡេងអញ្ចឹងសំឡេងទី1គឺ v បាទសំឡេងទី2គឺ h អញ្ចឹងយើងមកមើលពាក្យឧទាហរណ៍មួយចំនួន WH នៅក្នុងពាក្យនេះគឺមានសំឡេង v ទាំងអស់គ្នា I blank e ស្រៈ I theta v I th white white បាទ white គឺពណ៌សទាំងអស់គ្នាយើងមកមើលពាក្យមួយទៀត WH ត្រង់ទីនេះក៏មានសំឡេង v ដែរបាទ v I កន្លែងនេះស្រៈ e ទាំងអស់គ្នា p p v e p whip whip បាទ whip គឺសំដៅទៅលើរំពាត់ពាក្យចុងក្រោយទាំងអស់គ្នាគឺ WH ត្រង់ទីនេះគឺមានសំឡេង h វិញម្ដងបាទ o កន្លែងនេះស្រៈ u h u who គឺនរណាអញ្ចឹង WH នៅក្នុងពាក្យអាចមានសំឡេង v អាចមានសំឡេង h ទាំងអស់គ្នាតើតែយើងមើលសញ្ញាអានបានយើងដឹងថាតើ WH នៅក្នុងពាក្យមួយហ្នឹងមានសំឡេង v ឬក៏ h